สกอลวิทยาลัยเบลที่อันตรជាតិរៀបចំកម្មវិធីការពារបញ្ចប់បរមាធិបាយថ្នាក់បណ្ឌិតរបស់បេក្ខជនបណ្ឌិតក្រមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារឧបនាយករដ្ឋមន្ត្រីហងជួនណរ៉ុននាថ្ងៃទី20ខែមករាឆ្នាំ2026សាកលវិទ្យាល័យបែលធីអន្តរជាតិបានរៀបចំកម្មវិធីការពារបញ្ចប់បរមាធិបាយថ្នាក់បណ្ឌិតជំនាញរដ្ឋបាលអប់រំនិងភាពជាអ្នកដឹកនាំក្រមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារហងជួនណរ៉ុនឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិតឌីឆេងតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញស្ថាបនិកអគ្គនាយក Belty Group និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ Belty អន្តរជាតិនិងឯកឧត្តមលីណាវុឌ្ឍអគ្គនាយករង Belty Group និងជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Belty អន្តរជាតិរួមជាមួយឯកឧត្តមលោកជំទាវថ្នាក់នាំក្រសួងអប់រំនិងគណៈគ្រប់គ្រងបុគ្គលិកសាស្ត្រាចារ្យនិងនិស្សិតចូលរួមប្រមាណជាង800នាក់ឯកឧត្តមលីណាវុឌ្ឍសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Belty អន្តរជាតិបានឲ្យដឹងថាគិតត្រឹមឆ្នាំ2025សាកលវិទ្យាល័យបាននឹងកំពុងបណ្ដុះបណ្ដាលកម្រិតបណ្ឌិតបានចំនួន102នាក់ក្នុងនោះ18នាក់បានបញ្ចប់ដោយជោគជ័យ72នាក់បានរៀបចំនិងកំពុងសរសេរនិក្ខេបបទនិង12នាក់កំពុងសិក្សាថ្នាក់បណ្ឌិតឯកឧត្តមបានបញ្ជាក់ថាដើម្បីបញ្ចប់ថ្នាក់បណ្ឌិតជាស្ថាពរនិស្សិតទាំងអស់ត្រូវ1សិក្សា12មុខវិជ្ជាស្មើនឹង36 crédit 2ស្នើសុំការឯកភាពលើសាស្ត្រាចារ្យណែនាំ3ស្នើសុំការឯកភាពលើប្រធានបទស្រាវជ្រាវ4រៀបចំនិងការពារគម្រោងស្រាវជ្រាវ5ត្រូវបង្ហាញនិងការពារអំពីការរីកចម្រើននៃការស្រាវជ្រាវ6ត្រូវបោះពុម្ពអត្ថបទស្រាវជ្រាវ7ត្រូវសរសេរនិក្ខេបបទឲ្យបានយ៉ាងតិច 60000 ពាក្យឡើងទៅនិងការពារបញ្ចប់ដោយជោគជ័យ8ជាចុងក្រោយត្រូវបោះពុម្ពស្នាដៃស្រាវជ្រាវរបស់ខ្លួនក្នុងឱកាសនោះឯកឧត្តមបណ្ឌិតលីឆេងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិតសភាចារឧបនាយករដ្ឋមន្ត្រីដែលបានផ្ដល់កិត្តិយសដ៏ឧត្តមអញ្ជើញជាប្រធានគណៈអធិបតីក្នុងកម្មវិធីការពារបញ្ចប់បរមាធិបាយថ្នាក់បណ្ឌិតរបស់សាកលវិទ្យាល័យ Belty អន្តរជាតិទន្ទឹមគ្នានោះឯកឧត្តមបណ្ឌិតបានកោតសរសើរខ្ពស់ចំពោះបេក្ខជនបណ្ឌិតដែលបានខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវបានចប់រួចរាល់ស្របតាមគោលការណ៍របស់សាកលវិទ្យាល័យព្រមទាំងការសិក្សានិងការស្រាវជ្រាវគឺមិនឲ្យលើសពី6ឆ្នាំឯកឧត្តមបណ្ឌិតក៏បានថ្លែងអំណរគុណដល់សាស្ត្រាចារ្យណែនាំទាំងជាតិនិងអន្តរជាតិដែលបានដឹកនាំកិច្ចការស្រាវជ្រាវនេះតាំងពីដើមរហូតមកនិងអនុវត្តតាមការណែនាំរបស់សាកលវិទ្យាល័យ Belty សាស្ត្រាចារ្យណែនាំមួយរូបអាចដឹកនាំបេក្ខជនបណ្ឌិតបានតែ2រូបប៉ុណ្ណោះឯកឧត្តមបណ្ឌិតបានបន្ថែមថាដើម្បីធានាបាននូវប្រសិទ្ធភាពនិងគុណភាពអប់រំខ្ពស់ក៏ដូចជាការការពារនិក្ខេបបទនេះទទួលបានជោគជ័យសាកលវិទ្យាល័យបានអញ្ជើញសាស្ត្រាចារ្យបណ្ឌិតជាតិអន្តរជាតិចំនួន7រូបជាគណៈកម្មការវិតម្លៃការពារបញ្ចប់នាពេលនេះថ្លែងក្នុងឱកាសដ៏ឧត្តមឧត្តមនោះឯកឧត្តមបណ្ឌិតសភាចារឧបនាយករដ្ឋមន្ត្រីបានវិតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនិងការយកចិត្តទុកដាក់ខ្ពស់របស់សាកលវិទ្យាល័យ Belty អន្តរជាតិក្នុងការរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សនិងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជាជាពិសេសគុណភាពនៃការបណ្ដុះបណ្ដាលថ្នាក់បណ្ឌិតដើម្បីឆ្លើយតបទៅនឹងតម្រូវការសង្គមនិងការអភិវឌ្ឍប្រទេសជាតិឯកឧត្តមបណ្ឌិតសភាចារក៏បានកោតសរសើរចំពោះនិក្ខេបបទរបស់បេក្ខជនបណ្ឌិតអង្គបូរ៉ាត់ដែលបានអធិប្បាយយ៉ាងក្បោះក្បាយប្រកបដោយភាពត្រឹមត្រូវនិងលក្ខណៈបែបវិទ្យាសាស្ត្រចំពោះប្រធានបទនៃការសិក្សាស្រាវជ្រាវគឺមានភាពច្បាស់លាស់និងជារបបគំហើញថ្មីដែលនឹងក្លាយជាឯកសារយោងដ៏មានតម្លៃសម្រាប់អ្នកសិក្សាស្រាវជ្រាវជំនាន់ក្រោយហើយក៏ផ្ដល់នូវសារៈប្រយោជន៍ដែលបម្រើដល់សង្គមនិងសេដ្ឋកិច្ចរបស់ប្រទេសជាតិទាំងមូលផងដែរជាទីបញ្ចប់ឯកឧត្តមបណ្ឌិតបានអបអរសាទរនិងប្រកាសអំពីលទ្ធផលជាប់ជាផ្លូវការលើការវិតម្លៃការពារបញ្ចប់ថ្នាក់បណ្ឌិតរបស់បេក្ខជនអង្គបូរ៉ាត់ព្រមទាំងបានបំពាក់ Graduation Crown ទទួលស្គាល់បណ្ឌិតដែលបានជាប់ជាស្ថាពរចាប់ពីពេលនេះតទៅផងដែរ